កាត់តចូលគ្នាតើរូបវាដូចគ្នាដែរឬអត់បាទបើតាមខ្ញុំដឹងគឺវាប្រកាសជាដូចគ្នាបងប្អូនទាំងអស់គ្នាបងប្អូនឃើញមុខហ៎គឺដូចគ្នាបិទហើយមើលរូបតាហ្នឹងគឺរូបជាមួយគ្នា But I know what it takes. I'm motivated by a mix of emotion. Got my statement. បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀបកាត់តរូបភាពបាទជាមួយនឹង ChatGPT ពីមុនយើងប្រើពាក្យថាកាត់តជាមួយនឹងកម្មវិធីអីផ្សេងៗឥឡូវយើងគ្រាន់តែប្រើជាមួយនឹង ChatGPT បងប្អូននឹងអាចកាត់តរូបមួយទៅមួយទៀតរួមគ្នាដែលធ្វើឲ្យយើងមើលថាភាគច្រើនយើងអាចមើលថាមិនដឹងផងបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលទៅក្នុង ChatGPT របស់យើងមកបាទឥឡូវខ្ញុំចូលទៅក្នុង app ChatGPT របស់យើងបន្ទាប់មកបងប្អូនទាំងអស់គ្នាគ្រាន់តែចុចនៅកន្លែងសញ្ញាបូកមួយនេះហើយបងប្អូនយករូបពីរមួយដែលរូបមួយណាដែលបងប្អូនចង់ដាក់ឥឡូវឧទាហរណ៍ខ្ញុំយករូបទាំងពីរនេះចុះបាទយករូបពីរនេះហើយយើងយកពាក្យថា add to photo អញ្ចឹងរូបពីរនេះខ្ញុំចង់ឲ្យវាចូលបញ្ចូលគ្នាឧទាហរណ៍ខ្ញុំចង់ឲ្យរូបពីរនេះវាអង្គុយជាមួយគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាជាមួយ ChatGPT AI មួយនេះគឺវាល្អផងដែរដែលយើងពេលខ្លះយើងអាចតុបតែងធ្វើអីផ្សេងគ្រាន់តែយើងសរសេរជាភាសាអង់គ្លេសបន្តិចបន្តួចតែប៉ុណ្ណោះយើងមិនបាច់ចាំសរសេរដល់ថ្នាក់ខ្លាំងក៏បានដែរគ្រាន់តែយើងសរសេរធម្មតាក៏ ChatGPT អាចយល់ដែរបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់ដាក់រូបពីរនេះវាបញ្ចូលគ្នាបាទអញ្ចឹងឥឡូវគាត់ខ្ញុំសរសេរថា please បាទ please generate this picture បាទ this picture sit together ចេះចង់បងប្អូនទាំងអស់គ្នាបាទយើងដាក់ sit together អញ្ចឹងពេលខ្លះគាត់និយាយសរសេរពាក្យសាមញ្ញក៏វាអាចយល់ដែរឥឡូវខ្ញុំឧទាហរណ៍ដាក់ប៉ុណ្ណឹងចាំមើលថាវាអាចយល់និងសរសេរឲ្យយើងបានដែរឬអត់អញ្ចឹងខ្ញុំដាក់ please generate this picture sit together អញ្ចឹងឲ្យគាត់និយាយយកនៅកន្លែងនេះបងប្អូនទាំងអស់គ្នាយកសញ្ញាព្រួយនេះមកអញ្ចឹងវានឹង generate ឲ្យយើងឲ្យវាកំពុងតែដើរអញ្ចឹងបងប្អូនទាំងអស់គ្នាដែលថាកំពុងតែបានទស្សនាវីដេអូរបស់ខ្ញុំមួយនេះសូមកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង VTube របស់ខ្ញុំហើយ VTube តែងតែបង្ហាញអំពីការប្រើប្រាស់នៅទូរស័ព្ទដៃរបៀបកាត់តហើយនិងធ្វើអីផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដៃបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងហើយឥឡូវវាកំពុងតែ generate ឲ្យបងប្អូនទាំងអស់គ្នាបាទគេដាក់ Creating iMac អញ្ចឹងបងប្អូនទាំងអស់គ្នារងចាំមួយផ្លែតគឺរួចរាល់ហើយបាទឥឡូវចេញមកឲ្យបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាចាំមើលថាទាំងរូបភាពគេដាក់កាត់តឲ្យវាអង្គុយជាមួយគ្នាហើយនឹងរូបភាពពីរហ្នឹងបាទយើងដាក់ផ្សេងៗគ្នាតើរូបភាពពីរហ្នឹងពេលវាដាក់កាត់តចូលគ្នាតើរូបវាដូចគ្នាដែរឬអត់បាទបើតាមខ្ញុំដឹងគឺវាប្រកាសជាដូចគ្នាបងប្អូនទាំងអស់គ្នាបងប្អូនឃើញមុខហ៎គឺដូចគ្នាបិទហើយមើលរូបតាហ្នឹងគឺរូបជាមួយគ្នាតែម្ដងបងប្អូនទាំងអស់គ្នាឥឡូវយើងចុចមើលឧទាហរណ៍ថាបើសិនជាបងប្អូនទាំងអស់គ្នាអត់ដឹងបងប្អូនទាំងអស់គ្នាគ្រាន់តែមើលគឺគិតថា 100% តែម្ដងរូបនេះមិនមែនជា AI ទេបងប្អូនទាំងអស់គ្នាឧទាហរណ៍អញ្ចឹងបងប្អូនទាំងអស់គ្នាមើលតើរូបមួយនេះបងប្អូនគិតមិនដែរពីហ្នឹងឲ្យមកអង្គុយចូលគ្នាបែបនេះបងប្អូនគួរគិតមើលបាទវាពិតជាលយមែនតើបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាសេវមកក៏យកពាក្យថាសេវជាការស្រេចអញ្ចឹងបងប្អូនទាំងអស់គ្នារូបមួយហ្នឹងយើងចូលទៅក្នុងនេះរបស់យើងមកបាទនេះរូបយើងចូលមកមិញហ្នឹងគឺយើងសេវហើយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលក្នុង ChatGPT របស់យើងវិញអញ្ចឹងបើបងប្អូនទាំងអស់គ្នាចង់បន្ថែមអីផ្សេងៗបងប្អូនអាចដាក់please បាទ include បាទ include text ចេះក៏បានដែរplease include text please include text is I love you ខ្ញុំចេះសរសេរ I love you អានេះខ្ញុំចេះសរសេរបងប្អូនទាំងអស់គ្នាជាមួយតើវាសរសេរឲ្យវា include ឲ្យយើងដែរអត់បងប្អូនទាំងអស់គ្នាយើងរៀមរួមបញ្ចូលនេះអត់ខ្ញុំភ្លេចដាក់ថា please include text to the to iMac ចឹងតែយើងដាក់ចឹងពេលខ្លះវាអាចយល់បងប្អូនទាំងអស់គ្នាជាមួយ ChatGPT ហើយសម្រាប់ភាសាអង់គ្លេសខ្ញុំអត់សូវចេះបងប្អូនទាំងអស់គ្នាគ្រាន់តែយើងសរសេរនិយាយតិចតួចទៅសម្រាប់ ChatGPT គឺវាអាចយល់ដែរបងប្អូនទាំងអស់គ្នាបាទចាំមើលខ្ញុំដាក់ចឹងតើវាយល់អត់បងប្អូនទាំងអស់គ្នាខ្ញុំគិតថាវាអាចយល់មើលទៅអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសាកល្បងមើលបានជាមួយនឹង ChatGPT ហើយខ្ញុំអត់បានបង្ហាញអំពីរបៀប log in ចូលទេបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាប្រើជាមួយនឹង Gmail ឬអីគឺបងប្អូនអាច log in ជាមួយ Gmail ឬក៏ជាមួយនឹង Apple ID បានបងប្អូនទាំងអស់គ្នាបាទជាមួយនឹង
បងប្អូនទាំងអស់គ្នាដែលប្រើជាមួយ iPhone ហើយនឹងជាមួយនឹង App Store ជាមួយនឹង Android ក៏បានដូចគ្នាបងប្អូនទាំងអស់គ្នាឃើញបងប្អូនយើងគ្រាន់តែសេអញ្ចឹងគឺវាយល់ហ្មងគេដាក់ I love you ឃើញគាត់ដាក់ please include text is I love you ឃើញវាទៅសេឲ្យយើងតែម្ដងបងប្អូនទាំងអស់គ្នាសេលឿនឲ្យយើងហើយយើងចង់សេវចុចពាក្យថាសេវដដែលមកប៉ុណ្នេះគឺជាការស្លាច់វាចូលនៅក្នុងកន្លែងរូបភាពរបស់យើងហើយអញ្ចឹងទាំង Android និង iOS បងប្អូនទាំងអស់គ្នាអាចប្រើបានដូចគ្នាហើយការ log in ក៏ដូចគ្នាដែរជាមួយនឹង Gmail ជាមួយអីចឹងយើងអាចសាកល្បងចូលទៅ log in បានគឺវាងាយស្រួលប្រើទេបងប្អូនទាំងអស់គ្នាហើយសម្រាប់ប្រើនេះគឺខ្ញុំប្រើដោយ free គឺអត់មានអីទេបងប្អូនទាំងអស់គ្នាអត់មានអស់លុយអីទេអញ្ចឹងបងប្អូនទាំងអស់គ្នាដែលថាកំពុងតែទស្សនាវីដេអូរបស់ខ្ញុំមួយនេះសូមកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃបាទសម្រាប់ទស្សនាវីដេអូរបស់ខ្ញុំមួយនេះបាទហើយបើសិនបងប្អូនចង់បន្ថែមទៀតចុចកន្លែងនេះមកប៉ុណ្្នឹងមកយើងចង់សរសេរធ្វើអីសារថ្មីបានបងប្អូនទាំងអស់គ្នាបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះ I never made it, but I know what it takes. I'm motivated by a mix of emotion. Got my